mà dạ nắng miền phiêu chát xua tròn màn taถ้าโกนគាត់ឡើងចង់ញ៉ាំបបរហើយក្នុងវ័យ10ទៅ11ខែគួរធ្វើមនុស្សបែបណានិយាយទៅក្នុង idea ហ្នឹងគឺមានណាតែដល់ពេលចេញមក result គឺ fail តែម្ដង Dĩจะเป็นภายติดบองเชียนสังเราไปดูดาจานเชนใจจะไปบอกវិញ និយាយទៅសម្រាប់អ្នកមានកូនតូចគឺអញ្ចឹងឯងត្រូវតែត្រៀមមនុស្សខ្ញុំទី1ខ្ញុំចង់ធ្វើបាយជៀនពងទាបែប finger food ដល់ពេលមែនតើវាជៀនវាអត់សម្រាប់ចឹងមកមីទាំងអស់គ្នាវាទៅជាបបរប៉ុន្តែបបរនេះក៏ងាយស្រួលហើយងាយធ្វើឲ្យអូនញ៉ាំដែរមកមីទាំងអស់គ្នាក៏វារៀងកញ្ចប់កញ្ចប់បន្តិចជាទូទៅសម្រាប់អូន6 7ខែឡើងទៅគឺគាត់នៅញ៉ាំបបរធម្មតាក្មេងខ្លះចាប់ផ្ដើមរើគឺគាត់ចង់បានបន្ថែមរសជាតិហើយសម្រាប់ការបន្ថែមរសជាតិរបស់យើងមានដូចជាម្សៅស៊ុបយើងមានដូចជាការច្នៃអីផ្សេងជាដើមឡាប៉ុន្តែសម្រាប់អូនកាន់តែធំគឺកាន់តែចេះកាន់តែដឹងរបស់ណាអត់ឆ្ងាញ់គឺអត់ញ៉ាំទេដូចភ្ញៀវខ្ញុំគាត់សួរអញ្ចឹងហេតុអីក៏កូនគាត់បៀមបបរបៀមបាយចម្លើយទៅមួយម៉ាត់ទេគឺម្ហូបអត់ឆ្ងាញ់ពេលដែលម្ហូបគាត់អត់ឆ្ងាញ់គឺគាត់អត់ញ៉ាំទេហើយរឿងមួយទៀតពេលដែលកូនញ៉ាំគឺយើងកន្លែងទៅឲ្យគាត់មើលទូរទស្សន៍របៀបបែប screen time មើលទូរទស្សន៍មើល YouTube មើលអីអញ្ចឹងអារម្មណ៍គាត់គឺផ្ចង់ទៅលើហ្នឹងគឺគាត់អត់មានអារម្មណ៍ក្នុងការធ្វើអីផ្សេងទៀតទេអញ្ចឹងមើលសិនហើយបៀមបាយនឹងសិនបន្តមកទៀតគឺខ្ចាក់ចោលតែម្ដងអញ្ចឹងបងមីទាំងអស់គ្នាកំពុងតែជួបបញ្ហាដូចខ្ញុំរៀបរាប់ខាងលើអាចងាកមកសាកតាមវិធីរបស់ខ្ញុំបានទី1ពេលញ៉ាំបាយកុំឲ្យកូនមើលទូរទស្សន៍ព្យាយាមលេងជាមួយគាត់និងព្យាយាមបញ្យល់ប្រាប់គាត់បន្លែពណ៌នេះអាកតិចទូចនេះវាជាអីជាការ៉ុតអាប៉បៃតងនេះគឺជា broccoli ថ្ងៃហ្នឹងម្ហូបអូនមានអីខ្លះមានបាយមាន salmon មានបន្លែអីខ្លះកូនញ៉ាំទៅមានរសជាតិប្លែកជាងរាល់ដងឯងកូនអានេះជួយឲ្យកូន strong ពេលខ្លះយើងមើលមកថាដូចមិនឈួតកូនទំតែអាយុប៉ុណ្ណឹងនិយាយមួយកូនស្ដាប់បានដែរតែអត់ទេមកមីទាំងអស់គ្នាដូចយើងដឹងស្រាប់ហើយកូនតូចចេះស្ដាប់យើងតាំងនៅក្នុងពោះម៉េះចឹងហើយទៅក្មេងទៅតែអាយុ 4-5 ខែក្មេងខ្លះចេះអន់ចិត្តចេះលេងទឹកមុខដោយសារអីកម្មពិតគឺគាត់ប្រស្រ័យតាក់ទងជាមួយយើងបានគ្រាន់តែគាត់និយាយអត់បានចឹងហើយមកមីទាំងអស់គ្នាអាចព្យាយាមប្រាប់គាត់ហើយ enjoy ពេល feeding មានន័យថាលេងជាមួយគាត់ឲ្យបានច្រើនកុំឲ្យគាត់មើលទូរទស្សន៍ឬក៏ឲ្យគាត់ធ្វើអីផ្សេងឧទាហរណ៍ថាដាក់ប្រដាប់លេងឲ្យគាត់ណាអញ្ចឹងធ្វើឲ្យគាត់ផ្ដោតអារម្មណ៍ទៅលើការលេងគឺគាត់អត់ផ្ដោតអារម្មណ៍ទៅលើអាហារទេហើយដំបូងឡើយគឺខ្ញុំចង់ច្នៃបែប finger food បាយជៀនពងទាដើម្បីឲ្យគាត់បានញ៉ាំហើយបានកាន់បានលេងជាមួយអាហារផងវាជារឿងចិត្តសាស្ត្រក្នុងការផ្ដល់អាហារឲ្យក្មេងពេលដែលគាត់បានលេងជាមួយអាហារគាត់គឺវា improve មែនតើទៅលើ sense នៃការកាន់ការចាប់ការផ្ចង់អារម្មណ៍ហើយដាក់ចូលមាត់មានន័យថាធ្វើឲ្យគាត់មានចំណង់អាហារកាន់តែខ្ពស់ប៉ុន្តែដោយសារយើង fail អញ្ចឹងហើយខ្ញុំក៏ច្នៃមនុស្សហ្នឹងទៅជាបបរតែបបរបែបងាយគឺបបរបែបដោយសារបាយយើងឆ្អិនស្រាប់បន្លែសាច់យើងឆ្អិនស្រាប់ហើយយើងមកងោះវាតែមួយផ្លែតបន្ថែមតែជាមួយឈីសអញ្ចឹងទៅធ្វើឲ្យអូនញ៉ាំបានមួយមុខផ្សេងទៀតសម្រាប់ឈីប្រទេសហ្នឹងគឺវាស្ថិតនៅក្នុងក្រុមអាហារដែលជួយឲ្យកូនឡើងគីឡូប៉ុន្តែវាមិនមែនប្រកាសថាកូនញ៉ាំទៅដឹងតែឡើងគីឡូទេគ្រាន់តែថាវាធ្វើឲ្យអាហាររបស់យើងមានរសជាតិឆ្ងាញ់ហើយអីដែលសំខាន់នៅក្នុងឈីដែលមានពិតប្រាកដហ្នឹងគឺកាល់ស្យូមនិងវីតាមីន D អញ្ចឹងវាជួយដល់ការលូតលាស់ឆ្អឹងជួយដល់ធ្មេញហើយនឹងជួយដល់ការលូតកម្ពស់របស់អូនដែរមែនតើទៅកូនខ្ញុំធំហើយគាត់ចូលចិត្តអាបាយជៀនមុននឹងជាងប៉ុន្តែដោយសារខ្ញុំធ្វើទៅក៏វាអត់សម្រេចសោះខ្ញុំដឹងដែរពីដំបូងថាពេលដែលអត់មានដលងបារាំងល្បាយរបស់យើងគឺវាអត់ស្អិតជាប់គ្នាល្អទេអញ្ចឹងបើសិនជាមីទាំងអស់គ្នាចង់ច្នៃមនុស្សនេះដូចខ្ញុំលក្ខណៈបាយជៀនដូចខ្ញុំខាងដំបូងហ្នឹងមីទាំងអស់គ្នាប្រើដលងបារាំងចំហុយយកវាមកច្បល់ចូលគ្នាទៅវាល្មួតល្អពេលខ្លះដឹងដែរថាធ្វើទៅវានឹងអត់ទៅមុខទេប៉ុន្តែនៅតែចង់សាកនិយាយទៅម៉ែគឺអញ្ចឹងហើយពេលដែលកូនអត់ញ៉ាំទៀតគឺបាក់ទឹកចិត្តហ្នឹងគឺកាន់ទៅមកតង់ទៀតតែមែនតើដូចខ្ញុំបញ្ជាក់អញ្ចឹងក្នុងនាមដែលយើងមានកូនទូចមនុស្សកូនគួរតែឆ្នៃឲ្យបាន 2-3 មុខព្រោះពេលខ្លះអីដែលយើងគិតថាឆ្ងាញ់តែកូនយើងអត់ញ៉ាំទេអញ្ចឹងហើយធ្វើឲ្យយើងបាក់ទឹកចិត្តក្នុងការផ្ដល់អាហារឲ្យកូនបាក់ទឹកចិត្តក្នុងការធ្វើអាហារឲ្យកូនកើតមានជាហិង្សានៅក្នុងការញ៉ាំអាហារឧទាហរណ៍ជាពាក្យសម្ដីអីជាដើមពេលខ្លះពាក្យសម្ដីតិចតួចដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងគាត់ស្ដាប់បានគាត់ connect មួយយើងបានគ្រប់ពាក្យប៉ុន្តែមិនដឹងថាតបជាមួយយើងបែបម៉េចដូច្នេះហើយគួរតែបង្កើតបរិយាកាសក្នុងការញ៉ាំអាហារឲ្យរីករាយអញ្ចឹងសម្រាប់មីទាំងអស់គ្នាដែលត្រូវការគ្រឿងទេសអាហាររូបត្ថម្ភទាំងដុំទាំងរាយអាចតាក់ទងមកគុណអមរៃបានអរគុណសម្រាប់ការទស្សនា